ពិសិដ្ឋចូលទាត់ស្លាប់មូសាឆ្វេងស្លាប់មូសាបៃឆ្លាតមែនទេបាទចាំត្រង់បាទឆ្វេងកាត់ដាប់ដៃអាយ៉ាមើលទៅមូសាយ៉ាងម៉េចហើយអូយបាទបែកទេបាទចេញលោហិតមកហើយបាទអញ្ញាកដាលោកឆាយសុជាតិពិនិត្យមើលសិនបែកគល់ជាចាំឆ្វេងបែកគល់ជាចាំឆ្វេងឥឡូវមានស្នាមរបួសរៀងខ្លួនហើយបាទទាំងខាងពិសិដ្ឋក៏របួសទាំងខាងអរៈក៏របួសអញ្ញាកដាលពិនិត្យមើលទៅដូចជាមិនធ្ងន់ទេបាទវាបានបន្តទៀតបាទសុំសម្លេងមួយទៀតមកបងប្អូនបាទទឹកទី3នេះកាន់តែស្វិតស្វាញបាទជាងទឹកទី2បាទហ្គេនស្បឺកនឹងឧបត្ថម្ភបាទទឹកប្រាក់បន្ថែម1លានដល់ពិសិដ្ឋបាទសិនជាឈ្នះបាទលើដៃគូប្រកួតរបស់ខ្លួនបាទឆ្វេងស្ដាំដូរដៃឆ្វេងស្ដាំត្រង់នេះបាទទាត់ស្ដាំរបស់បុគ្គលក្រមទាត់ស្ដាំរបស់បុគ្គលក្រមពិសិដ្ឋបែកស្ដាំដែរបាទនៅយញឹមស្រស់ដាក់គ្នានៅឡើយបាទខាងគេគឺម្ចាស់ខ្សែក្រវ៉ាត់បាទមិញបាទស្ពាយខ្សែក្រវ៉ាត់2គ្រឿងបាទបើសិនជាឈ្នះម្ចាស់ខ្សែក្រវ៉ាត់នេះណាពិសិដ្ឋបាទគឺកាត់តែល្អចាប់ទឹកទី3ទៅហើយសូមសំលេងមួយទៀតបាទពុកម៉ែបងប្អូនអរគ្នាអូបាទទស្សនាពេញបាទ3ទឹកចាំមើលចៅក្រមទាំង5រូបដាក់បន្ទុកបាទខៀវឬក៏ក្រហមបាទខ្ញុំក៏មិនទាន់ដឹងដែរបាទចាំមើលលោកណាត់ឋាននិងលោកគឹមសង់ប្រកាសឥឡូវនេះបាទធ្វើតាមទម្លាប់មើលតេស្តសំឡេងបន្តិចខៀវឬក៏ក្រហមខៀវឬក៏ក្រហមបាទខៀវហូមួយមកអាយ៉ាមានតែបាទចុះមកខាងក្រហមខ្លាំងណាស់បាទនេះគ្រាន់តែជាការមើលឃើញរបស់ពុកម៉ែបងប្អូនទាំងគ្នាបាទចាំមើលចៅក្រមទាំង5បាទដាក់បន្ទុកបាទចាំមើលខាងគេឬខាងយើងបាទចៅក្រមក៏ដាក់បន្ទុកយ៉ាងសក្រិតបាទសម្រាប់អ្នកទាំងពីរបាទជក់ចិត្តអត់បងប្អូនជក់ចិត្តអត់ហូជូនអ្នកទាំងពីរមួយអូយបាទគូនេះរបួសស្នាមទាំងសងខាងបាទឥឡូវនេះមុនប្រកាសលទ្ធផលគឺបាទជូននៅក្រមាម្នាក់មួយហើយបន្តិចទៀតប្រិយមិត្តនឹងបានដឹងថាខៀវឬក៏ក្រហមនឹងទទួលបាននៅទឹកប្រាក់បន្ថែម1លានរៀលពី Gainsbourgលទ្ធផលមកដល់ដៃខ្ញុំហើយចប់ការប្រកួត3ទឹកចៅក្រមទាំង5រូបបានផ្ដល់ការឈ្នះចាញ់ដោយឯកច្ឆន្ទជ័យជំនះបានទៅលើបង្គោល